វាសួរគ្រូខ្ញុំបាទឈ្មោះសុកសេវិស្ណុមកពីក្រុម Music នៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអំពី project final ដែលតាក់ទងទៅនឹង VPN server ហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងធ្វើការបញ្យល់ជា slide ផងហើយនឹងធ្វើការបង្កើតផ្ទាល់នៅក្នុង AWS តែម្ដងជាដំបូងខ្ញុំសូមបញ្យល់ថាតើអ្វីទៅគឺជា VPN server តើអ្វីទៅជា VPN server VPN server គឺជា server មួយដែលប្រើបច្ចេកវិទ្យា encryption ដើម្បីបំលែង data និងលាក់ IP address វាធ្វើការភ្ជាប់របស់អ្នកទៅអ៊ីនធឺណិតមានសុវត្ថិភាពនិងអាចជៀសវាងការកំណត់ចូលប្រើឬបិទបាំងគេហទំព័រឬបណ្ដាញហើយចំណុចបន្ទាប់នេះគឺហេតុអ្វីបានយើងត្រូវប្រើ AWS Cloud ដោយសារតែ AWS Cloud ជា Cloud Computing Platform មួយដ៏ល្បីដែលផ្ដល់នូវសេវាកម្មដូចជា EC2, S3 និង VPC ការប្រើ AWS ដើម្បី host VPN server អាចឲ្យអ្នកមាន global reach auto scaling និងប្រើប្រាស់តាមតម្រូវការហើយវាក៏មាន pay as you go pricing model ដែលសមរម្យសម្រាប់ការប្រើប្រាស់ខ្នាតតូចឬធំផងដែរហើយចំណុចបន្ទាប់នេះគឺវាដំណើរការដោយរបៀបណាការដំណើរការនៃការបង្កើត VPN server នៅលើ AWS ទី1គឺ launch EC2 instance ទី2គឺ install VPN software using terminal command ទី3 config security ដើម្បីបើកច្រកដូចជា TCP 443 ឬ UDP 1194 ទី4គឺ generate client configure file ទី5អ្នកប្រើតភ្ជាប់ client software ដើម្បី login តាម VPN server ហើយចូលចំណុចបន្ទាប់នេះគឺអត្ថប្រយោជន៍របស់វាមានដូចជាមាន root access លើ server ដើម្បីកែប្រែ system ហើយផ្ដល់នៅ end-to-end encryption ដែលការពារទិន្នន័យរបស់ទាំងអស់ពី client ដល់ server ហើយអាចកំណត់ custom IP route ដូចជាផ្ញើការចេញទៅលើអ៊ីនធឺណិតតាមតែ IP តែមួយអាចធ្វើ scaling បើអ្នកត្រូវការបន្ថែម connect ឬ server ឬក្នុងតំបន់ផ្សេងបន្ទាប់ទៀតគឺ tool use software គឺមានដូចជា Amazon EC2 ជា virtual machine ដែល run Linux server បន្ទាប់ហើយមាន OpenVPN និង WireGuard គឺជាកម្មវិធី VPN ដែលមានសមត្ថភាពខ្ពស់ហើយមាន security group ឬ firewall នៅលើ AWS ដើម្បីគ្រប់គ្រង inbound outbound traffic និងចុងក្រោយគឺមាន Elastic IP វាគឺជា public IP ដែលភ្ជាប់ទៅ EC2 instance ការបញ្យល់ slide របស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងចំណុចបន្ទាប់គឺខ្ញុំចូលទៅអនុវត្តផ្ទាល់នៅក្នុង AWS ដើម្បីធ្វើការបង្កើតវាតែម្ដងឥឡូវនេះគឺជាការអនុវត្តផ្ទាល់ដែលខ្ញុំធ្វើ VPN server នៅក្នុង AWS ខ្ញុំបានបង្កើត AWS ហើយឥឡូវនេះខ្ញុំចូលទៅកាន់ EC2 នេះហើយខ្ញុំចូលទៅកាន់ instance ដើម្បីធ្វើការ launch instance ប៉ុន្តែខ្ញុំត្រូវការដូរ partition
ខ្ញុំដូរទៅកាន់ប្រទេសសិង្ហបុរីវិញបន្តមកទៀតខ្ញុំយកពាក្យ Line Instant កន្លែងនេះគឺគេឲ្យវាយឈ្មោះអញ្ចឹងខ្ញុំដាក់ឈ្មោះថា VPN server ហើយខ្ញុំស្គាល់មកខាងក្រោមនេះគឺយើងយកកន្លែង browse នេះហើយយើងធ្វើការ add នៅ open VPN អញ្ចឹងខ្ញុំធ្វើការវាយថា open VPN ហើយមើលការ search វានេះហើយគឺយើងយកលើនេះ open VPN ហើយយើងយកពាក្យថា subscribe វាមកដើម្បីធ្វើការ add វាចូលឥឡូវយើងបាន add វាចូលហើយកន្លែងខាងក្រោមនេះគឺយើងគឺវាសួរយើងថាយើងចង់ប្រើណាអញ្ចឹងយើងប្រើអា free ទៅនេះវាមាន free ឲ្យយើងដែរហើយកន្លែង key pen name នេះយើងយក proceed without key អញ្ចឹងចូលមកក្រោមទៀតដូចជាអត់មានអីទៅដូរទេខ្ញុំធ្វើការ Line Instant មកកន្លែងនេះយើងធ្វើការរងចាំវាដើម្បីឲ្យវា Line Instant ឲ្យយើងវាកំពុង process ហើយសូមរងចាំវាបន្តិចនេះវាបាន success ហើយអញ្ចឹងនៅពេលដែលយើងវា success ហើយយើងចូលទៅកាន់ instant ដែលយើងចូលពីដំបូងវិញអញ្ចឹងយើងធ្វើការ refresh វាមកនេះគឺជា instant lunch ដែលយើងបានបង្កើតមុនហ្នឹងហើយនេះគឺកន្លែង public IPv4 ហ្នឹងគឺជា address ហើយបន្តមកទៀតគឺយើងមកដល់កន្លែងនេះគឺយើងយកពាក្យថា connect មកនៅពេលដែលយើងចុច connect ទៅវានឹង load ចូលមកដល់ផ្ទាំងនេះហើយកន្លែងនេះគឺវាសួរយើង agree or not អញ្ចឹងយើងវាយពាក្យថា yes មកហើយកន្លែងក្រោមនេះគឺយើង press enter មកដើម្បីគឺស្មើពាក្យថា yes ដែរគឺយើង enter កន្លែងនេះខ្ញុំ enter ដែរកន្លែងខ្ញុំ enter ហើយខ្ញុំ enter ទៅគ្នា enter ហើយមកដល់កន្លែងនេះគឺវាឲ្យយើងបញ្ចូលនៅ password អញ្ចឹងឥឡូវខ្ញុំធ្វើការបញ្ចូល password ប្រហែលជាខ្ញុំវាយ password មិនខុសឥឡូវខ្ញុំបញ្ចូលវាម្ដងទៀតឥឡូវនៅពេលដែលខ្ញុំបញ្ចូលវាត្រូវហើយវានឹងឲ្យយើង confirm នៅ password ម្ដងទៀតអញ្ចឹងយើងធ្វើការវាយ password ដដែលម្ដងទៀតមកបាទឥឡូវកន្លែងនេះយើងធ្វើការ
enter ให้ลงจำវាមិននេះបន្តមកនេះគឺវានឹង install open VPN ឲ្យយើងកន្លែងវាធ្វើការ install ហើយបាទឥឡូវនៅពេលដែលយើងធ្វើការ install ហើយវានឹងឲ្យ URL យើងនៅ URL admin ហើយនឹង URL admin ហើយនឹង URL client ឥឡូវនេះខ្ញុំធ្វើការបើក tab ថ្មីដើម្បីអាប់យក URL admin នេះដើម្បី pass ចូលឥឡូវខ្ញុំធ្វើការ copy វាសិនឥឡូវហើយខ្ញុំធ្វើការ pass ចូល enter ហើយវានឹងចេញកន្លែងនេះយើងយកពាក្យ add បានហើយយើងចូល proceed ខាងក្រោមនេះមកកន្លែងនេះគឺវាឲ្យយើងបញ្ចូលនៅ username អញ្ចឹងខ្ញុំដាក់ថា open VPN តទៅទៀត password គឺដូច password យើងបញ្ចូលនៅក្នុងកន្លែងមុននឹងដែរហើយយើងធ្វើការ sign in វាហើយកន្លែងនេះយើង agree វាមកហើយវានឹងចូលមកផ្ទាំងខាងក្នុងនេះនៅពេលចូលមកដល់ផ្ទាំងខាងក្នុងនេះគឺយើងចូលពាក្យថា VPN setting ហើយយើង scroll វាមកខាងក្រោមហើយកន្លែង shoot client នេះយើងយកពាក្យថា yes ហើយកន្លែង help client នេះក៏យើងដាក់ថា yes ដែរហើយយើងបញ្ចូលនៅ primary DNS server គឺយើងដាក់ 8.8.8 និង secondary DNS server គឺយើងដាក់ 8.8.4 បាទហើយយើងគឺការ save setting មកដល់ពេលយើង save ហើយយើងធ្វើការ update វាម្ដងទៀតដល់ពេលយើងធ្វើការ update ហើយចំណុចបន្ទាប់គឺយើងត្រូវមាន app មួយគឺយើងត្រូវមាន app Open VPN អញ្ចឹងខ្ញុំធ្វើការ install វាសិនគឺយើងវាយ Open VPN download មកហើយខ្ញុំចូល download Open VPN សិនដើម្បីឲ្យ VPN យើងដំណើរការនេះឥឡូវខ្ញុំធ្វើការ download វាចិត្តពេញហើយហើយខ្ញុំបើក file ហ្នឹងដើម្បីធ្វើការតម្លើង Open VPN សិនnext ខ្ញុំធ្វើការ install វាហើយនេះគឺវា finish ហើយអញ្ចឹងវានឹង load ចូលដល់ Open VPN Connect អញ្ចឹងកន្លែងនេះគឺ URL គេឲ្យយើង apply URL របស់ client អញ្ចឹងកន្លែងហ្នឹងអញ្ចឹងខ្ញុំធ្វើការចូលទៅកាន់កន្លែងនេះហើយខ្ញុំធ្វើការ copy នៅ URL client នេះដើម្បីចូលទៅ pass này hay cái kia thường xui dương oi sắp đi chạy cho giờ sập nó username này cứ dương đã đôi bây giờ mình đừng để cái phần VPN hay dùng bộ password cái đôi môn đăng đá password bây giờ bạn bình châu mình đừng
cái profile nameនេះយើងអាចធ្វើការលុបវាចេញបានហើយខ្ញុំដាក់ផ្សេងមកគឺដាក់ថាVPN server ហើយយើងខែ import ចូលហើយយើងបើកវាមកកន្លែងនេះគឺវាទាមទារយើង wipe password ម្ដងទៀតអញ្ចឹងយើងធ្វើការ wipe password ម្ដងទៀតមកដើម្បីបានចូលវាបាននេះឥឡូវពេលដែលយើងwipe password ហើយវានឹងចូលមកដល់ក្នុងនេះគឺវាបាន connect ចូលហើយគឺយើងអាចគឺ VPN យើងគឺដើរហើយនេះគឺជា3ដែលវាបានដំណើរការហើយយើងគឺចំណុចបន្ទាប់គឺមិញយើងអាចcheck IP របស់យើងបានខ្ញុំធ្វើការ check IP ខ្ញុំយើងធ្វើការ check IP ដើម្បីឲ្យកាន់តែច្បាស់មកខ្ញុំបើកឥឡូវខ្ញុំបើកវិញខ្ញុំធ្វើការ refresh មួយនេះគឺជា IP របស់ខ្ញុំហើយនៅសិង្ហបុរីវាដូចគ្នាទៅនៅcity សិង្ហបុរី country ក៏សិង្ហបុរីដែរនេះហើយនេះគឺជា IP ដែលវាដូចគ្នាទៅនៅក្នុង instance របស់ខ្ញុំនេះដូចគ្នាទៅក្នុង instance របស់ខ្ញុំហើយឲ្យកាន់តែច្បាស់ខ្ញុំនឹងធ្វើការតេស្តនៅក្នុងទូរស័ព្ទឥឡូវនេះដល់ការតេស្តក្នុងទូរស័ព្ទម្ដងខ្ញុំចូលទៅកាន់ Open VPN ហើយកន្លែងនេះយើងគឺ apply client ដូចគ្នាទៅមុននឹងដែរហើយខ្ញុំធ្វើការ accept វាចូល username ខ្ញុំដាក់ថាដូចមុននឹងដែរគឺ Open VPN ហើយចំពោះ password គឺ password ខ្ញុំមុននឹងដែរដែលខ្ញុំបានបង្កើតហ្នឹង gmail.com ប៉ុន្តែ VPN server ខ្ញុំធ្វើការ import វាចូល hello វាខ្ញុំធ្វើការ wipe password វាម្ដងទៀតហើយកន្លែងនេះគឺវាទាមទារ password ម្ដងទៀតអញ្ចឹងខ្ញុំធ្វើការ wipe password វាម្ដងទៀតមកនេះអញ្ចឹងហើយវាបានដើរហើយវាដើរដូចទៅក្នុងកុំព្យូទ័រនឹងដែរឥឡូវខ្ញុំ check IP ដែរម្ដងនេះ IP ក៏ដូចគ្នាដែរគឺវាបានដំណើរការ connect យើងអាចប្រើប្រាស់វាបានជាចុងក្រោយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណលោកគ្រូសូមជម្រាបលាលោកគ្រូ